ជំរាបសួរយើងបន្តមើលធ្នាក់មួយចំនួនដែលយើងអាចប្រើប្រាស់សម្រាប់និយាយអំពីបាទ la proximité មានថាទីកន្លែងដែលនៅជិតដែលនៅក្បែរឧទាហរណ៍ថាយើងមានពាក្យprès de មានថានៅក្បែរឬក៏បាទបើសិនយើងធៀបអង់គ្លេសមានថា near close to next to អញ្ចឹងមកចឹងសូមពិនិត្យមើលអត្ថន័យរបស់វា Mon bureau est près de la maison ការិយាល័យរបស់ខ្ញុំនៅជិតផ្ទះអញ្ចឹងគេចង់និយាយពីទីតាំងមួយជិតគ្នា The light auprès de ក៏ប្រែមកថានៅក្បែរនៅជិតដែរប៉ុន្តែភាគច្រើនគឺគេសំដៅទៅលើមនុស្សឧទាហរណ៍ថា assieds-toi auprès de moi សូមឯងឬក៏សូមអ្នកណាអង្គុយក្បែរខ្ញុំទៅអញ្ចឹងគឺគេសំដៅអំពីវាគម្លាតចិត្តគ្នារវាងបុគ្គលនិងបុគ្គលឬក៏មនុស្សនិងមនុស្សអញ្ចឹងទៅដោយឡែកពាក្យaux alentours de យើងមានន័យថានៅជុំវិញ around បាទ around នៅជុំវិញនៅក្បែរខាងអញ្ចឹងមកឧទាហរណ៍ថា la nature est merveilleuse aux alentours du village ជាគឺថាធម្មជាតិគឺវាស្រស់ស្អាតឬក៏អស្ចារ្យណាស់នៅជុំវិញភូមិហ្នឹងបាទភូមិមួយហ្នឹងឬក៏នៃភូមិក៏បានដែរaux environs de សង្កត់ថាដូចគ្នាបែបបិទទៅនឹង aux alentours de ឧទាហរណ៍ថា il y a un château aux environs de ce village គឺមានថាមានប្រាសាទបាទឬក៏យើងហៅថាពីមុនមកទៅជាវាំងអីចឹងណាបាទនៅក្បែរភូមិហ្នឹងឬក៏នៅជិតភូមិហ្នឹងប៉ុន្តែវាអត់អាចមានថា alentours de village ទេ alentours គឺព័ទ្ធជុំវិញបាទប៉ុន្តែបើ château នេះគឺ château តែមួយទេនៅជិតភូមិហ្នឹងវាមិនមែននៅព័ទ្ធជុំវិញភូមិទេពីព្រោះភូមិមួយគឺធំណាស់ឧទាហរណ៍បាទអញ្ចឹងវីដេអូនេះគឺយើងមានធ្នាក់4ហ្នឹងណា près de auprès de aux alentours de aux environs de បាទ